រៀបសួរនាងខ្ញុំឈ្មោះលេងនាលីនជាគ្រូចោតថ្នាក់ទី5កនៃសាលាបឋមសិក្សាហ៊ុនសែនទូសុធីពួនតែស្ថិតនៅក្នុងភូមិព្រៃទាសង្កាត់ចំចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចាសសួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះមកជួបអ្នកគ្រូម្ដងទៀតនៅក្នុងមេរៀនវិទ្យាសាស្ត្រអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាសុខសប្បាយដូចអ្នកគ្រូដែរចា៎ឥឡូវមេរៀនយើងថ្ងៃនេះយើងនិយាយអំពីមេរៀនវិទ្យាសាស្ត្រចំពោះទី4រូបធាតុនិងថាមពលមេរៀនទី2កម្លាំងកកិតចាអញ្ចឹងមុននឹងចូលមេរៀនអ្នកគ្រូចង់ឲ្យកូនមើលរូបភាពបន្តិចណាចាឥឡូវកូនសង្កេតមើលរូបភាពនៅលើក្តារខៀនទាំងអស់គ្នាតើរូបភាពនេះគឺចង់បង្ហាញពីអ្វីចាឥឡូវយើងមើលទី1នេះកូនឃើញទេនេះគេហៅអីកូនចាយន្តហោះទី2ឡានទី3រថភ្លើងរទេះគោចានារីជិះម៉ូតូកប៉ាល់នៅក្នុងទឹកការបោះបាល់អញ្ចឹងទាំងអស់ហ្នឹងគឺការឡើងដោយសារអីចាអាចធ្វើចលនាបានគឺដោយសារអីកូនចាគឺដោយសារតែមានកម្លាំងអញ្ចឹងសួរថាកម្លាំងទាំងអស់ហ្នឹងដូចគ្នាឬក៏ខុសគ្នាកូនចាអត់ដូចគ្នាទេខ្លះយើងដូចជានេះយន្តហោះឡានម៉ូតូហើយនឹងរថភ្លើងនេះប្រើកម្លាំងផ្សេងចំណែកឯគោរទេះគោនេះគឺប្រើកម្លាំងផ្សេងមនុស្សយើងនេះមនុស្សបោះបាល់គឺប្រើកម្លាំងផ្សេងចំណែកឯកប៉ាល់នៅក្នុងទឹកនេះគឺប្រើកម្លាំងផ្សេងទៀតអញ្ចឹងកម្លាំងដែលនៅជុំវិញខ្លួនយើងនឹងគឺអត់ដូចគ្នាទេវាទៅតាមសម្ភារៈឬក៏ទៅតាមកន្លែងដែលពួកគាត់ព្រោះនៅចា៎ឥឡូវយើងសួរថាតើកម្លាំងទាំងអស់កើតចេញមកពីណាកូនចាកម្លាំងទាំងអស់កើតចេញមកពីមនុស្សកើតចេញមកពីទឹកកើតចេញមកតាមរយៈខ្យល់ចាអញ្ចឹងកម្លាំងទាំងអស់ហ្នឹងមិនមែនកើតឡើងបានដោយសារមនុស្សទាំងអស់ហើយគឺកើតឡើងបានដោយសារទាំងមនុស្សទាំងសត្វទាំងខ្យល់chúng taអាចមានទឹកថែមទៀតចាឥឡូវយើងចង់ដឹងថាតើកម្លាំងទាំងអស់ហ្នឹងយើងហៅថាមានកម្លាំងអ្វីខ្លះចាយើងហៅថាកម្លាំងអីខ្លះកូនចាយើងហៅថាកម្លាំងទប់ទល់កម្លាំងមិនទប់ទល់កម្លាំងកកិតកម្លាំងរុញច្រានឬក៏កម្លាំងមិនរុញច្រានចាឥឡូវយើងមើលតាក្នុងរូបភាពនេះកម្លាំងមួយណាដែលយើងគិតថាវាអាចកកិតចាល្អអញ្ចឹងកម្លាំងទាំងអស់ហ្នឹងសិតតែរងនៅការកម្លាំងកកិតទាំងអស់អញ្ចឹងឧទាហរណ៍មើលរូបភាពបន្តទៀតឥឡូវវាអ្នកគ្រូបង្ហាញបន្តិចណាដោយសាររូបភាពនេះចាខ្លួនឯងឃើញនេះស្អីគេកូនចាគឺត្បាល់ហើយនេះគឺមនុស្សចាគាត់កំពុងធ្វើអីចាគាត់កំពុងតែកិនស្រូវអញ្ចឹងសួរថាត្បាល់ហើយនឹងស្រូវនឹងរងការកកិតទេកូនត្បាល់យើងដឹងហើយមានខាងក្រោមនេះគឺថ្មខាងលើក៏ថ្មអញ្ចឹងថ្មដូចគ្នាកកិតមានពីរដុំណាកូនប៉ុន្តែកណ្ដាលយើងដាក់ទៅគឺស្រូវឬក៏អង្ករចាឥឡូវអ្នកគ្រូសូមបិទនៅលើក្តារខៀនចាអញ្ចឹងតាមរយៈរូបភាពមិញកូនឯងទាញបានថាថ្ងៃហ្នឹងយើងរៀនចំណុចទី1ពីអីចាគឺតាមរយៈរូបភាពខាងក្រោមនេះយើងនឹងសិក្សាអំពីនិយមន័យនៃកម្លាំងកកិតអញ្ចឹងចំណុចទី1យើងនឹងសិក្សាអំពីនិយមន័យទៅលើអីនិយមន័យទៅលើកម្លាំងកកិតអញ្ចឹងយើងនឹងស្គាល់ពីថាតើកម្លាំងកកិតហ្នឹងមាននិយមន័យដូច
đôi bị đánh xa lấy nhạc cú trong ai con này súng kẹt mơ này cú phơi tịnh cha con score lên đi ai kê tốt cha và toàn là ní cứ cái tiền trắng bật thổ pin đi nhạc cú nắng do và toàn ní nhạc cú nắng chặt tam a vì cha lớp con súng kẹt mơ tổng ọc ní nó lơ cao tiến đi miền ấy prai pro lót tốt cha miền ca prai proยังเคยmiền hiền có hồng tịnh chắc miền này tha vật thổ pin nó cặp cắt nỉ chả chắc là sùng núa là cú trong xua con thản ta pe ná nơi miền cầm lăng có cật ta pe ná miền cầm lăng có cật tốt chả chắc pe đại miền cầm lăng có cật lưu tra ta miền vật thổ pí có cật nỉ ở lớp thổ nghiêng nghĩa như ai tra tài dương có cật nát còn miền ca có cật xong bây giờ là cú trâu chết không miền ca có cật đó là cú miền còn lơ nỉ lỡ dân khơi nhớ dân khuôn á con khơi với khuôn hai nhà cũ nằm chặt tàu nữa nè xua thá lỡ nè ta miên ca cọc cất cho mũi nó cặp đá có chà miên đấy có miên đấy chà lỡ dân mơ và con thì dân mơ hai dân khơi trong lờ dân chà trong lờ dân nó xua tia đấy có chà ấp xua tia đây việc bạt ở tẹt cả đá hái thấy còn khơi snang mà lên phòng này chàng cháu cầm lá cọc cất nè cú xua làm với ta cầm lăng cọc cắt cạt lăng người pê này cha là chắc cầm lăng cọc cắt cạt lăng người pê đại miến và thổ pí bạc khía từng kịch lơ khía cái áo chúng ta cạt lăng là mình càng có cận chẳng là lớp sừng ngô mỗi tiết là cú xua tháng ta cầm lăng cỏ cật đi đôi mặt đất hai tháng cầm lăng có cật mới này là anh đang bán người ta một thiếp ta các cái sao thôi này của mình được đã khiến từng bắt to từng cài tiên từng cả lơ để dương thắt mình nhớ á ta đôi mặt đất là hai tháng cầm lăng có cật cha là chắc cầm lăng có cất cứ chiếc cầm lăng đại cả lăng nâng p đại miền ca có cật trả lớn nhạc cú nâng bắt ten sầm nuột ôi con mưa từng óc khía hai dương chặt đám sầu từng óc khía đây nè con á lụi toàn hái thì mưa sầm nuột từng óc khía nó những ai sầm nuột từng óc khía nè cụ án con có án chỉ mùi nè cụ đài chà xong nùa mùi đôi bên đây đài hai tháng cầm lăng phí ta np na kê tha miên cầm lăng có cật mấy đôi mặt đất đài hai tháng ca có cật trả lời dân an sửa nắng dân chặt đam cật tầng ọc ní ta miên trầm lão đôi mặt đất trả công chặt đam cật tầng ọc ní là cụ tục là dẹp về lại cốn pi nè tì rủi ro nữa cốn chặt hai nữ hai lớn mới nè na ai sao sừng ngủ tìm mua những bàn nè muối đôi mặt đất đài hai tháng cầm lăng cha là ô của chồng trắng cầm láng cứ chị bọc cả hai đại cạn miên láng nè sừng ngủ tìm pi tao nơi pe ná kê tháng miên cầm lăng có cật cha còn sao nó cốn cha nơi pe ná kê tham miên cầm lăng có cật chả chắc nơi pe đài miên cầm lăng có cất nơi pe ná cốn chả là chắc nơi pe miên cầm lăng có cất nơi pe đai vật thổ pí bắt cùng kịch khía lên lớp tây thành muối rồi có vật thổ pí có cất lớp khía chả sầm núa tị bấy đôi mình đất là hai tháng ca có cật mới này nào lại bán chả là có chắc còn chắc ca có cất cứ np đai vật thụ tiền phí rồi còn vật thụ phí bát kia cái áo cho hai ca có cật trả lỡ con ban slide ban trầm trời tổng ọc ni hái nhạc cụ ban sập trong đó chỉ mê điên sẵn khai áo con sụp xa tổng ọc ni trả lỡ nhạc cụ bật mê điên sẵn khai nó con nát
គ្នាណាបន្ទាប់ពីយើងឆ្លើយមិញហើយអញ្ចឹងយើងបានចងក្រងជាមេរៀនសង្ខេបចាឥឡូវអានបងប្អូនគ្នាអ្នកគ្រូអាននៅកូនស្ដាប់សិនចាមេរៀនសង្ខេបកម្លាំងជាបុព្វហេតុធ្វើឲ្យវត្ថុមានចលនាឬប្រែប្រួលទ្រង់ទ្រាយនៅពេលផ្ទៃនៃវត្ថុពីរប៉ះគ្នាទៅវិញទៅមកគេថាវត្ថុទាំងពីរនោះក៏កិតគ្នាពេលមានការកកិតពេលនោះក៏មានកម្លាំងកកិតដែរចាឥឡូវកូនអានសារឡើងវិញខ្លួនឯងណាតោះអានจากពីមេចំណងជើងយើងផងកូនណាចាល្អគួរចុះកូនអញ្ចឹងយើងអានបានចប់ហើយអ្នកគ្រូចង់ឲ្យកូនមើលសង្កេតនៅលើសៀវភៅរបស់យើងនៅទំព័រទី94និង95ណាតើអ្វីដែលយើងបានរៀនមុននេះហើយនឹងខ្លឹមសារនៅក្នុងសៀវភៅដូចគ្នាដែរឬក៏អត់ចាឥឡូវអ្នកគ្រូទុកពេលឲ្យយើងសង្កេតនៅក្នុងសៀវភៅនេះហើយនឹងទៀងទាត់ជាមួយមេរៀនលើក្តារខៀនរបស់យើងតើដូចគ្នាអត់កូនចាដូចគ្នាអត់ឥឡូវយើងអានមកកម្លាំងបានមកពីប្រភពផ្សេងដូចជាមនុស្សសត្វទឹកចលកម្លាំងមានច្រើនប្រភេទដូចជាកម្លាំងរុញឬកម្លាំងទាញកម្លាំងទប់ទល់កម្លាំងមិនទប់ទល់និងកម្លាំងកកិតកម្លាំងជាបុព្វហេតុធ្វើឲ្យវត្ថុមានចលនាឬប្រែប្រួលទ្រង់ទ្រាយមួយនិយមន័យនៅពេលណាគេថាមានការកកិតដោយម្ដេចហៅថាការកកិតនៅពេលផ្ទៃនៃវត្ថុពីរប៉ះគ្នាទៅវិញទៅមកគេថាវត្ថុទាំងពីរនោះក៏កិតគ្នាពេលមានការកកិតពេលនោះក៏មានកម្លាំងកកិតផងដែរចាឥឡូវបន្ទាប់ពីយើងអានក្នុងមេរៀនយើងក្នុងសៀវភៅពុំរួចនិងមេរៀននៅលើក្តារខៀនយើងមិញនេះដូចគ្នាអត់កូនចាដូចគ្នាអញ្ចឹងដើម្បីបញ្ជាក់ថាកូនចងចាំមេរៀនឬក៏មេរៀនដែលយើងរៀនមិញទាំងអស់គ្នានេះកូនចងចាំប៉ុណ្ណាអ្នកគ្រូនឹងសួរកូនឡើងវិញចាអញ្ចឹងសំណួរទី1អ្នកគ្រូសួរថាដូចម្ដេចដែលហៅថាកម្លាំងចាដូចម្ដេចដែលហៅថាកម្លាំងចាកម្លាំងគឺជាបុព្វហេតុដែលធ្វើឲ្យវត្ថុប្រែប្រួលឬមានចលនាចាសំណួរទី2តើកម្លាំងកកិតជាអ្វីចាកម្លាំងកកិតគឺជាអីកូនចាកម្លាំងកកិតគឺជានៅពេលដែលវត្ថុពីរប៉ះគ្នាណាប៉ះគ្នាចាអីទៀតកូនមើលអ្នកណាបន្ថែមជាមួយមិត្តភក្តិយើងចានៅពេលដែលវត្ថុទាំងពីរប៉ះផ្ទៃគ្នាទៅវិញទៅមកពេលនោះគេឲ្យឈ្មោះថាមានការកកិតអញ្ចឹងឥឡូវយើងមើលតើដូចម្ដេចដែលហៅថាការកកិតចាមកកូនការកកិតគឺនៅពេលដែលវត្ថុនោះមានកម្លាំងកកិតចាមើលអ្នកណាអាចសូត្រឡើងវិញបានទេកូនចាចាប់ផ្ដើមយើងស្ដាប់គ្នាយើងទាំងអស់គ្នាតើគាត់សូត្រមេរៀនដែលយើងរៀនមិញនេះបានត្រឹមត្រូវអត់ចាល្អណាស់ផ្ទះដៃអបអរមិត្តភក្តិយើងមួយចាត្រឹមត្រូវណាស់មើលមានកុមារាឬក៏កុមារីណាផ្សេងទៀតអត់កូនចាអ្នកគ្រូសុំតែម្នាក់ទៀតបានហើយក៏ដោយសារពេលវេលាយើងវារៀងខ្លីអញ្ចឹងអ្នកគ្រូសុំម្នាក់ទៀតណាកូនណាចាល្អក៏ចុះកូនអបអរសាទរមិត្តភក្តិយើងមួយចាអញ្ចឹងមេរៀនអ្នកគ្រូបញ្ចប់ហើយប៉ុន្តែមុននឹងការបញ្ចប់អ្នកគ្រូមានកិច្ចការផ្ទះឲ្យកូនសម្រាប់យកទៅធ្វើនៅផ្ទះបន្តទៀតចាឥឡូវកូនសង្កេតមើលកិច្ចការផ្ទះយើងទាំងអស់គ្នាអញ្ចឹងអ្នកគ្រូដាក់កិច្ចការផ្ទះឲ្យកូនគឺមាន2សំណួរចា
សំណួរទី1ដោយបដិចដែលហៅថាការប្រកបសំណួរទី2តើកម្លាំងប្រកបធ្វើឲ្យមានអ្វីខ្លះកើតឡើងចាអញ្ចឹងសំណួរទី1នេះគឺជាមេរៀនដែលយើងរៀនថ្ងៃនេះចាចំណែកសំណួរទី2អ្នកគ្រូចង់ឲ្យកូនឯងស្វែងយល់តើសំណួរហ្នឹងនឹងមេរៀនបន្តទៀតអញ្ចឹងដើម្បីឲ្យច្បាស់កូនឯងត្រូវតែបើកសភៅនៅមេរៀនបន្តទៀតបន្តពីចំណុចទី1របស់យើងមិញនេះជាមួយចំណុចទី2យើងនឹងឃើញចម្លើយនៃសំណួរទី2ចាអញ្ចឹងសន្មតថាមេរៀនអ្នកគ្រូថ្ងៃនេះសូមបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់អ្នកគ្រូក៏សូមឲ្យកូនធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូទាំងអស់គ្នាហើយព្យាយាមធ្វើអនាម័យរាងកាយយើងឲ្យបានស្អាតជានិច្ចពីព្រោះអីដើម្បីយើងការពារជំងឺទាំងអស់គ្នាចាអញ្ចឹងចប់ហើយណាកូនកុំភ្លេចយកសភៅមកចម្លងមេរៀនផងណាចម្លងមេរៀនប៉ុន្តែសំណួរបាច់ចម្លងឯកូនណាចម្លងតែមេរៀនហើយសាសង្គមនិងកិច្ចការផ្ទះចាជម្រាបលាកូនៗទាំងអស់គ្នាសុខភាពល្អទាំងអស់គ្នាណាកូនណាចាជម្រាបលា